មានអារម្មណ៍ថាខ្លួនឯងក្នុងវីដេអូនេះដូចតួកំប្លែងមើលមុខខ្ញុំប្រឡោកាមេរ៉ាមានប្រាប់ខ្ញុំមិនខឹងចិត្តហ្មងនៅពេលដែលមុខខ្ញុំប្រឡោអីហើយគេអត់ប្រាប់ណាខ្ញុំមានអារម្មណ៍ហ្នឹងចារឿងហ្នឹងសូមភ្លេចចោលឥឡូវមកមើលវីដេអូបែបស្រស់ស្រាយរបស់ខ្ញុំម្ដងកន្លែងនេះថ្មីសម្រាប់ខ្ញុំទៅលើកទី1ហើយស្រស់ស្រាយមែនតើកន្លែងគេទល់មុខដងទេហ្មងខ្ញុំអត់តែមានអីថ្មីតែតែចែករំលែកដល់អ្នកទាំងអស់គ្នាឥឡូវមកចែករំលែកអីថ្មីដល់អ្នកទាំងអស់គ្នាទៀតហើយនេះគឺជា coffee chicken eye រសជាតិថ្មីដែលជា favorite របស់ខ្ញុំហ្មងខ្ញុំក៏ជាមនុស្សម្នាក់ដែលអត់សូវចេះញ៉ាំកាហ្វេមកទេប៉ុន្តែចូលចិត្តសូកូឡាខ្លាំងមែនតើខ្ញុំ fan coffee chicken eye មកយូរដោយសារតែវាជួយខ្ញុំបានច្រើនមនុស្សខ្ជិលស្រួលដូចខ្ញុំអញ្ចឹងគឺត្រូវយើងគ្រាន់តែដាក់ទឹកធម្មតាចូលក្នុងកំប៉ុងហើយដាក់តាមក្រិតដែលយើងចង់បានទៅគេមានក្រិតរបស់គេឲ្យយើងមើលទៀតអ្នកគ្នា shake ហើយចាំដាក់ទឹកកកចូលតាមខយចង់ដាក់ទឹកកកក៏បានអត់ក៏បានដែរហើយសម្រាប់រសជាតិថ្មីនេះក្មេង5ឆ្នាំក៏អាចញ៉ាំបានដែរអូអ្នកនរគ្នាកុំច្រឡំថាគេចេញតែមករសជាតិគឺគេចេញពីរសជាតិគឺសូកូឡានិងម៉ូកាកាលពីថ្ងៃទី12ខែមីនានេះខ្ញុំបានទៅចូលរួមកម្មវិធីគេសម្ពោធជាផ្លូវការនៅរសជាតិថ្មីទាំងពីរនឹងគឺសូកូឡានិងម៉ូកានឹងហើយក៏បានដើរភ្លក់ជាមួយនឹងរសជាតិប្លែកដែលគេយកសូកូឡានិងម៉ូកានឹងទៅដាក់លាយជាមួយនឹងទឹកដោះគោផ្សេងរសជាតិផ្សេងជាពិសេសនឹងធ្វើជា cocktail បានទៀតរសជាតិគឺប្លែកមែនតើអូថ្ងៃទៅកម្មវិធីណាគឺសប្បាយដើរភ្លក់រសជាតិប្លែកថ្មីហ្មងបើនិយាយពីរសជាតិម៉ូកាវិញខ្ញុំជាមនុស្សម្នាក់ដែលអត់សូវចេះញ៉ាំកាហ្វេប៉ុន្តែសម្រាប់ខ្ញុំគឺខ្ញុំញ៉ាំបានហើយឆ្ងាញ់ទៀតដោយសារតែសូកូឡាបូកជាមួយនឹងកាហ្វេទៅចេញម៉ូកាអញ្ចឹងសូកូឡាខ្ញុំចូលចិត្តអញ្ចឹងម៉ូកាក៏ខ្ញុំអាចញ៉ាំបានដែរខ្ញុំចូលរួមកម្មវិធីគេថ្ងៃហ្នឹងចំណេញមកដើរភ្លក់អីថ្មីហើយសំខាន់មានឱកាសចាប់រង្វាន់ទៀតបងអូនខ្ញុំគេត្រូវបាន10ទឹកគឺគេសប្បាយចិត្តហ្មងគេអត់ដែរធ្វើរង្វាន់អីទេខាងមកផ្ទះវិញគេឲ្យបានម្នាក់ពីកញ្ចប់ធំទៀតអូទាំងពីរជាតិមក